ត្រីតម្រៃបងប្អូនណាត្រីតម្រៃខ្ញុំចាំ3ឆ្នាំហើយត្រីតម្រៃនេះបាទអានេះវាចូលលក្ខណៈរស់តម្រៃបងប្អូនហើយអត់មានវាណាហ៊ានហូបទេត្រីតម្រៃនេះគឺជាត្រីធ្លាប់មានរឿងប្រវត្តិសាស្ត្ររឿងគេហៅថារឿងអីទេឲ្យភ្លេចបាត់មរណៈមេត្តាហ្នឹងហើយរឿងមរណៈមេត្តាអញ្ចឹងប្រជាពលរដ្ឋខ្មែរយើងអត់ហ៊ានហូបទេបងប្អូនណាបាទអត់ហ៊ានហូបសាច់ត្រីតម្រៃទេគ្រួសារអ្នកដទៃមិនដឹងប៉ុន្តែសម្រាប់គ្រួសារខ្ញុំអត់ហ៊ានហូបទេត្រីតម្រៃនេះខ្ញុំរក្សាទុក 2-3 ឆ្នាំហើយបាទដំបូងចាប់បានវាមកពីព្រែកអញ្ចឹងយកមកដាក់ប្រោះនៅក្នុងពាងដល់ពេលមានទឹកបៀយកទៅប្រឡែងនឹងបៀដល់ពេលទឹកបៀរីយកមកប្រឡែងក្នុងពាងក្នុងអាងពាងនេះហើយ2 ឆ្នាំ 3 ឆ្នាំវាអត់ទៅណាទេបងប្អូនណាអត់ទៅណាទេបាទនៅតែក្នុងស្រះក្នុងខ្ញុំហ្នឹងឥឡូវបូមលើកទី3បាទបូមលើកទី3វាមានទំហំប៉ុណ្ណាបងប្អូនណាហើយឥឡូវចាប់មកដាក់ក្នុងពាងបំរុងនឹងយកទៅលេងក្នុងវត្តស្រះឯវត្តណាបងប្អូនណាបាទដើម្បីនឹងឲ្យអភិរក្សត្រីនេះឲ្យបានកូនចៅចំនួនក្រោយបានមើលផងពីព្រោះត្រីនេះប្រភេទត្រីនេះគឺចិត្តដាច់ពូជហើយបងប្អូនណាបាទចិត្តដាច់ពូជហើយអញ្ចឹងបន្តិចទៀតខ្ញុំនឹងយកទៅប្រឡែងនៅក្នុងវត្តស្រះឯវត្តដើម្បីរក្សាទុកហើយបើសិនណាជាខ្ញុំមានកម្មពីវរាឬក៏ក្រុមញាតិការពុកម្ដាយរបស់ខ្ញុំដែលបាក់បែកចែកឋានទៅហើយនេះមានកម្មវិរិយអីសូមខ្ញុំធ្វើពិធីលែងត្រីនេះឲ្យរួចរំដោះកម្មពីចាប់ពីថ្ងៃនេះតទៅបាទអញ្ចឹងអរគុណបងប្អូនដែលបានតាមដានមើលវីដេអូនេះហ្នឹងហើយបន្តិចទៀតត្រូវយកទៅប្រឡែងក្នុងវត្តបាទដើម្បីថែរក្សាទុកហ្នឹងហើយទៅនៅក្នុងវត្តបាទអរគុណបងប្អូនដែលបានតាមដានវីដេអូជម្រាបលា